គ្រប់គ្រងលើការភ័យខ្លាចផ្ទាល់ខ្លួនក្នុងកន្លែងការងារត្រូវកំណត់ហេតុផលនៃការភ័យខ្លាចសួរខ្លួនឯងថាតើអ្វីដែលខ្ញុំខ្លាចពិតប្រាកដតើការភ័យខ្លាចនោះផ្អែកលើការពិតឬការសន្មត់ការវិភាគនេះអាចជួយអ្នកកាត់បន្ថយភាពតានតឹងត្រូវត្រៀមខ្លួនសម្រាប់កំហុសមនុស្សគ្រប់រូបសុទ្ធតែធ្វើខុសអ្វីដែលសំខាន់គឺរបៀបដែលអ្នកដោះស្រាយពេលមានកំហុសនៅពេលមានកំហុសត្រូវទទួលស្គាល់កំហុសភ្លាមៗស្នើដំណោះស្រាយជាជាងត្រឹមតែរាយការណ៍បញ្ហារៀនពីកំហុសហើយកុំធ្វើវាម្ដងទៀតត្រូវផ្ដោតលើភាពខ្លាំងរំលឹកខ្លួនឯងអំពីលទ្ធផលនិងចំណុចល្អរបស់អ្នកនៅពេលអ្នកមានទំនុកចិត្តលើខ្លួនឯងអ្នកនឹងកាន់តែមានភាពក្លាហានក្នុងការប្រស្រ័យទាក់ទង